ក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែនហើយបើសិនជាថៃបិទ100ឆ្នាំទៀតក៏ខ្មែរមិនងាប់ដែរខ្ញុំប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជាបើកព្រំដែនថៃកម្ពុជាថៃព្រោះគេនៅបើកគេនៅបិទយើងកុំទៅសុំបើកកុំធ្វើថោកយើងមិនមែនអ្នកបិទទេគេអ្នកបិទកូនសោនៅលើគេហេតុអីបានយើងទៅវសុំគេសុំជូនសារទៅថ្នាក់ដឹកនាំថៃមិនថាស៊ីវិលមិនថាកងទ័ពកម្ពុជាមិនធ្វើថោកទៅសុំឲ្យថៃបើកច្រកព្រំដែនទេថាតាំងពីថៃបិទព្រំដែនមកខ្មែរមិនដែលកម្ពុជាមិនដែលទៅសុំបើកទេហើយបើសិនជាថៃបិទ100ឆ្នាំទៀតក៏ខ្មែរមិនងាប់ដែរនាយករដ្ឋមន្ត្រីថៃនិយាយមិនតិចពីជាង2ដងណាមិនបើកច្រកអ្នកនាំពាក្យកងទ័ពចេញមកនិយាយច្រើនដងរហូតដល់ថ្ងៃដែលខ្ញុំគណៈខ្ញុំប្រតិកម្មរដ្ឋមន្ត្រីការពារជាតិបាននិយាយថាក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែនបានខ្ញុំគណៈខ្ញុំទាញមកដាក់ Facebook ថាសូមឲ្យថៃបិទ100ឆ្នាំឬ500ឆ្នាំទៀត